ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាម៉ោងទី6នៃការអភិវឌ្ឍផ្នែកសង្គមនិងអារម្មណ៍តើយើងនឹងដោះស្រាយយ៉ាងដូចម្តេចទើបល្អពីទុកកង្វល់អំពីការអភិវឌ្ឍភាសារបស់កូនរបស់យើងវិធីសាស្ត្រដែលមានប្រសិទ្ធភាពនិងរីករាយជាទីបំផុតនោះគឺជាបទចម្រៀងនិងចម្រៀងសម្រាប់កុមារនៅថ្ងៃនេះខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រថាតើបទចម្រៀងការរាំអាចបើកមាត់របស់កូនរបស់យើងបានយ៉ាងដូចម្តេចដែរកុមារចងចាំបទចម្រៀងបានយ៉ាងល្អជាងប្រយោគដែលសោះក៏ក្រោះចង្វាក់របស់បទចម្រៀងនិងចង្វាក់ភាសាដដែលអាចរំញោចដល់ខួរក្បាលរបស់កុមារហើយអាចជួយឲ្យកុមារទទួលបាននូវរចនាសម្ព័ន្ធនៃប្រយោគនិងពាក្យបានការដែលច្រៀងចម្រៀងគឺជាវិធីសាស្ត្រដ៏ល្អបំផុតដែលបង្កើតនូវការសិក្សាភាសាដោយការលេងបាននៅពេលច្រៀងបទចម្រៀងកុមារឪពុកម្ដាយគួរតែបញ្ចេញសំឡេងឲ្យពួកគេច្បាស់ហើយនឹងយឺតហើយបង្ហាញឲ្យពួកគេឃើញពីចលនាមាត់ផងដែរកុមារនឹងអនុវត្តនូវការបញ្ចេញសំឡេងបានយ៉ាងត្រឹមត្រូវបានដោយធម្មជាតិនៅពេលដែលពួកគេច្រៀងតាមបទចម្រៀងនោះចម្រៀងគឺជាឧបករណ៍ដ៏ល្អសម្រាប់បណ្ដុះបណ្ដាលនៅសរីរាង្គសំឡេងរបស់កុមារដូចជាបទចម្រៀងក្បាលស្មាជង្គង់ចុងជើងហើយបន្ថែមនូវកាយវិការនោះនឹងធ្វើឲ្យកុមារមានការទទួលបាននូវបទពិសោធន៍នៃអត្ថន័យនៃពាក្យបានដោយផ្ទាល់តាមរយៈរាងកាយរបស់ពួកគេការរួមបញ្ចូលរាងកាយនិងភាសាធ្វើឲ្យការចងចាំពាក្យកាន់តែមានឥទ្ធិពលថែមទៀតផងការរាំគឺជាការរៀនភាសាដោយរាងកាយនៅក្នុងបទចម្រៀងគឺពោរពេញទៅដោយពាក្យបង្ហាញពីសំឡេងនិងពាក្យបង្ហាញពីចលនាសប្បាយៗដូចជាការជុំភ្លេតធុងស៊ីលជាដើមតាមរយៈការរៀនពាក្យដ៏រស់រវើកទាំងនេះកុមារអាចអភិវឌ្ឍបាននូវសមត្ថភាពនៅក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេតាមរយៈរបៀបដ៏សម្បូរបែបនិងកាន់តែសប្បាយរីករាយថែមទៀតផងដែរជាជាងគ្រាន់តែច្រៀងចម្រៀងតែមួយផ្នែកតូចប៉ុន្តែសូមសាកល្បងលេងហ្គេមច្រៀងឲ្យគ្នាទៅវិញទៅមកវាជាការដែលល្អខ្លាំងមែនទែនក្នុងការដែលឲ្យកូនរបស់លោកអ្នកបំពេញនៅបទចម្រៀងដែលនៅសល់ផ្នែកខាងក្រោយក្នុងពេលដែលលោកអ្នកច្រៀងតែផ្នែកខាងមុខឬផ្លាស់ប្ដូរប៉ារ៉ូបទចម្រៀងដើម្បីដាក់ឈ្មោះកូនរបស់លោកអ្នកទាំងនេះគឺជាការជំរុញនៅអន្តរកម្មបែបភាសារបស់កុមារពេលខ្លះកុមារពិបាកនៅក្នុងការបង្ហាញអារម្មណ៍របស់ខ្លួនដោយភាសាពេលនេះដែរបទចម្រៀងក្លាយជាផ្លូវនៃការបង្ហាញពីអារម្មណ៍ដ៏អស្ចារ្យមួយបទពិសោធន៍នៃការបញ្ចេញអារម្មណ៍ជាមួយនឹងបទចម្រៀងឬបង្ហាញពីអារម្មណ៍របស់ខ្លួនដោយការច្រៀងចម្រៀងដ៏កំសត់ក៏មានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្តរបស់កូនលោកអ្នកផងដែរបទចម្រៀងមិនត្រូវការពេលវេលាពិសេសនោះទេសូមចាក់ឬច្រៀងចម្រៀងជាតន្ត្រីជាផ្ទាំងផ្នែកខាងក្រោយក្នុងជីវិតប្រចាំថ្ងៃរបស់កុមារដូចជាពេលលោកអ្នកលាងចានស្លៀកពាក់ឬជិះឡានជាដើមនៅពេលដែលបទចម្រៀងក្លាយជាផ្នែកមួយនៃជីវិតរបស់កុមារនោះកូនរបស់លោកអ្នកនឹងចេះភាសាដោយមិនដឹងខ្លួនទោះជាឪពុកម្ដាយមិនសូវចេះច្រៀងក៏មិនអីនោះដែរអ្វីដែលសំខាន់នោះគឺជាអាកប្បកិរិយាដែលចូលរួមយ៉ាងសប្បាយរីករាយជាមួយនឹងកុមារវិញនោះទេនៅពេលដែលឪពុកម្ដាយសប្បាយចិត្តកុមារក៏យល់ឃើញថាសកម្មភាពភាសាជាការលេងដែលសប្បាយរីករាយទោះគេធ្វើខុសក៏ដោយតែសូមញញឹមហើយធ្វើចលនារាងកាយដោយសប្បាយរីករាយចម្រៀងនិងការរាំគឺជាគ្រូបង្រៀនភាសាដែលសប្បាយជាទីបំផុតសម្រាប់កូនរបស់យើងចាប់ពីថ្ងៃនេះតទៅសូមសាកប្រើប្រាស់បទចម្រៀងកុមារឲ្យបានញឹកញាប់បន្ថែមទៀតនៅម៉ោងក្រោយខ្ញុំនឹងនិយាយអំពីការក្លាយជាឪពុកម្ដាយដែលឆ្លើយសំណួរបានយ៉ាងល្អដែលនឹងជួយកូនរបស់លោកអ្នកឲ្យគិតកាន់តែស៊ីជម្រៅថែមទៀតផងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះប្រសិនបងប្អូនទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយចុច Like Subscribe និងចុចសញ្ញារូបកណ្ដឹងអរគុណជួបគ្នានៅវីដេអូក្រោយ